ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រិស័យប្រចាំសប្តាហ៍គឺចាប់ពីថ្ងៃទី13រហូតដល់ថ្ងៃទី20ខែមករាឆ្នាំ2026ចាយើងមកតាមដានទាំងអស់គ្នាថាសម្រាប់រិស័យឆ្នាំទាំង12នៅក្នុងសប្តាហ៍នេះលោកអ្នកនឹងមានរៀបសំណាងឬអត់គួរប្រុងប្រយ័ត្នអីខ្លះហើយលោកអ្នកអាចនឹងមានបញ្ហាអីខ្លះដែលយើងត្រូវប្រយ័ត្ននឹងដោះស្រាយអញ្ចឹងណាចាអញ្ចឹងយើងមកតាមដានទាំងអស់គ្នាហើយជាការចាប់ផ្ដើមនេះគឺដោយសពរដងអញ្ចឹងគឺអ្នកគ្រូតែងតែជំរាបជូនថាការព្យាករណ៍គឺជាការព្យាករណ៍ដែលរួមអត់បានសម្ដៅទៅលើបុគ្គលណាម្នាក់ទេការព្យាករណ៍អាចមានត្រូវមានខុសមានល្អនិងអាក្រក់ចាហើយសម្រាប់ការព្យាករណ៍នេះដែរគឺអ្នកគ្រូធ្វើការព្យាករណ៍ដោយរួមណាអញ្ចឹងវាអាចមានត្រូវមានខុសមានល្អមានអាក្រក់អញ្ចឹងបងប្អូនបើគិតថាវីដេអូនេះល្អមានប្រយោជន៍កុំភ្លេចជួយ share ចែករំលែកបន្តទៀតផងចាហើយសម្រាប់ការព្យាករណ៍នេះដែរគឺអ្នកគ្រូលើកយកពីឆ្នាំជូតរហូតដល់ឆ្នាំកលណាអញ្ចឹងឥឡូវយើងចាប់ផ្ដើមពីឆ្នាំជូតទៅចាឥឡូវយើងចាប់ផ្ដើមពីឆ្នាំជូតទៅសម្រាប់លោកអ្នកដែលការឆ្នាំជូតនៅក្នុងសប្តាហ៍នេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាយើងពិបាកនឹងការគេងអាចគេងអត់សូវលក់គេងយល់សពអាក្រក់ច្រើនឬអាចថាឲ្យតែចាប់ផ្ដើមយប់ឡើងគឺយើងចេះតែរវើរវាយឬក៏អ្នកខ្លះអត់ដឹងថាគ្រូក្បាលយើងចេះតែដើរចេះតែគិតរឿងអីណាយើងថាយើងគិតទេប៉ុន្តែពេលដើរដោយខ្លួនឯងធ្វើយើងអត់អាចគេងបានទៅជាមួម៉ៅខ្លួនឯងអញ្ចឹងព្រលឹមឡើងទៅជាអស់កម្លាំងហិតហើយអត់មានកម្លាំងធ្វើអីទេអញ្ចឹងនៅក្នុងសប្តាហ៍នេះលោកអ្នកត្រូវប្រយ័ត្នរឿងសុខភាពមែនតើណាចាបើយើងមានអារម្មណ៍ថាអត់ស្រួលគួរតែឆែកសុខភាពនៅមន្ទីរពេទ្យដើម្បីរកវិធីព្យាបាលធ្វើឲ្យយើងងាយស្រួលក្នុងការគេងត្រឡប់មកវិញណាចាសម្រាប់រឿងលុយកាក់វិញនៅក្នុងសប្តាហ៍នេះតំណែងលុយកាក់របស់លោកអ្នកដែលការឆ្នាំជូតឃើញថាលោកអ្នកមានការចំណាយច្រើនចាអត់ដឹងថាចាយទៅលើរឿងអីទេគឺអត់ដឹងមុខតែម្ដងដល់ពេលសរុបមកគឺចេះឆ្ងល់ថាលុយយើងទៅណាអស់ក៏ពិតចំណាយទៅលើអារឿងគេជប់ចឹងណាចាយើងមិនគិតថាវាត្រូវអស់ច្រើនប៉ុន្តែដល់ពេលសរុបមករួមវាត្រូវចំណាយច្រើននឹងឯងចឹងត្រូវប្រយ័ត្ននឹងការចាយវារបស់យើងផងសម្រាប់រឿងសុខភាពនៅក្នុងសប្តាហ៍នេះតំណែងសុខភាពរបស់អ្នកការឆ្នាំជូតចាដូចជំរាបអញ្ចឹងណាគឺមានបញ្ហាសុខភាពអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នមែនតើសម្រាប់ពាក់ព័ន្ធនឹងរឿងការងារចាចូលមករឿងការងាររបស់យើងនៅក្នុងសប្តាហ៍នេះដែរឃើញថាការងារអាចមានរឿងឲ្យលោកអ្នកត្រូវសម្រេចចិត្តឬលោកអ្នកអាចនឹងត្រូវគិតថាត្រូវជ្រើសរើសការងារមួយណាព្រោះអាចថានឹងមានការងារស្របគ្នាចូលមកឲ្យលោកអ្នកត្រូវសម្រេចចិត្តជ្រើសរើសហើយនៅក្នុងសប្តាហ៍នេះដែរឃើញថាបើលោកអ្នកសម្រេចចិត្តជ្រើសរើសការងារមួយណាក៏សិតតែជាការងារដែលល្អសម្រាប់យើងណាអញ្ចឹងគុំអាចថាកុំនៅស្ទាក់ស្ទើរនឹងអាចបាត់បង់ឱកាសល្អចាហើយបើពាក់ព័ន្ធនឹងរឿងការរកស៊ីនៅក្នុងសប្តាហ៍នេះការរកស៊ីរបស់អ្នកឃើញថាអាចជួបបញ្ហាច្រើនអាចប្រយ័ត្នជួបការខាតបង់ការលក់ដូររបស់យើងអាចមានភាពរាំងស្ទះអាចមិនសូវជាមានលទ្ធផលល្អសម្រាប់យើងអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់ជីវិតគូរបស់លោកអ្នកនៅក្នុងសប្តាហ៍នេះដែរឃើញថាលោកអ្នកអាចមានអារម្មណ៍គេហៅថាចង់ឲ្យដៃគូរបស់យើងមើលថែចង់ឲ្យដៃគូរបស់យើងយកចិត្តទុកដាក់អាចថាមានអារម្មណ៍ថាយើងដូចទុនជ្រាយអីចឹងណាអញ្ចឹងនៅក្នុងសប្តាហ៍នេះលោកអ្នកក៏អាចនឹងទទួលបានការមើលថែពីដៃគូសម្រាប់លោកអ្នកដែលមានដៃគូចាហើយសម្រាប់លោកអ្នកដែលនៅទនេចាលោកអ្នកដែលមិនទាន់មានអ្នកណាលោកអ្នកនឹងអាចមានឱកាសគេហៅថាបានជួបមនុស្សថ្មីចាជាពិសេសអាចជួបមនុស្សដែលត្រូវចិត្តក្នុងពេលដែលលោកអ្នកកំពុងតែអាចថាកើតទុកឬក៏មានបញ្ហាស្រាប់តែមានអ្នកចូលមកលួងចិត្តអីចឹងទៅក៏ធ្វើឲ្យលោកអ្នកអាចសប្បាយចិត្តនិងមានការចាប់ផ្ដើមស្នេហាថ្មីសម្រាប់លោកអ្នកណាចាហើយរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងសប្តាហ៍នេះគឺត្រូវប្រយ័ត្ននៅក្នុងបរិវេណផ្ទះសម្បែងរបស់លោកអ្នកគឺមិនគួរមានការស្វានការដំអីនៅតាមអញ្ចឹងនៅក្នុងផ្ទះរបស់យើងទេចាអាចនឹងមានគេហៅថាបញ្ហាប៉ះពាល់ដល់ការកាត់លៀបកាត់សំណាងរបស់យើងអញ្ចឹងណាបើមិនជាអាចកុំគេហៅថាកុំឲ្យមានការជួសជុលឬក៏អាចថាមានការស្វានដំនៅក្នុងផ្ទះរបស់យើងណានៅក្នុងសប្តាហ៍នេះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការប្រឡែងសត្វណាដូចជាប្រឡែងត្រីអីហ្នឹងគឺដើម្បីជាការជួយលើករាសីរបស់លោកអ្នកចាហើយពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ស្វាយហើយនិងពណ៌មាសចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ111ណា